រឿងសំខាន់ទាំង4យ៉ាងដែលបងប្អូនទាំងអស់គ្នាគួរតែផ្ដោតទៅលើខ្លួនឯងហើយគួរតែធ្វើវាដើម្បីខ្លួនឯងបើទោះបីជាអ្នកផ្សេងអត់មានអាជីពជាយើងឲ្យធ្វើក៏ដោយប៉ុន្តែយើងចាំបាច់ត្រូវតែធ្វើដើម្បីខ្លួនឯងសម្រាប់បងប្អូននៅកំពុងស្វែងរកម៉ាស៊ីនចម្រោះទឹកដែលមានគុណភាពខ្ពស់នេះជាម៉ាស៊ីនចម្រោះទឹក Mediset មានធាតុតម្រង់ចំនួន5មិនប្រើប្រាស់អគ្គិសនី1នាទីអាចច្រោះទឹកបានរហូតដល់1លីត្រគឺជាទឹកដែលមានសារធាតុ pH និងជីរ៉ែគ្រប់គ្រាន់បងប្អូនចំណាយត្រឹមតែ$229និងទទួលបានម៉ាស៊ីនមួយគ្រឿងហ្វ្រីដំឡើងជូនដល់ផ្ទះមានការធានា2ឆ្នាំទី1គឺត្រូវចេះថែទាំសុខភាពរបស់ខ្លួនឯងនៅការថែទាំសុខភាពខ្លួនឯងគឺជាការសន្សំសំចៃបែបម៉េចនៅពេលដែលបងប្អូនទាំងអស់គ្នាអត់ឈឺគឺបងប្អូនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការទៅធ្វើការរកលុយហើយនៅពេលដែលបងប្អូនទាំងអស់គ្នាអត់ឈឺគឺបងប្អូនអត់ចាំបាច់ចំណាយលុយទៅទិញថ្នាំឬក៏ទៅមន្ទីរពេទ្យទេប៉ុន្តែបើករណីដែលយើងឈឺបើទោះបីជំងឺនឹងទូចក៏ដោយធំក៏ដោយសូមធ្វើការប្រញាប់នៅក្នុងការព្យាបាលពីព្រោះការព្យាបាលកាន់តែលឿននឹងជួយឲ្យជំងឺនឹងកាន់តែឆាប់ជាចំណុចទី2កុំភ្លេចនៅក្នុងការថែរក្សាសម្រស់គឺជាផ្នែកធំមួយដែលជួយឲ្យបងប្អូនទាំងអស់គ្នាងាយស្រួលនៅក្នុងការរកការងារនិងផ្ដល់ឱកាសបងប្អូនទាំងអស់គ្នារស់នៅក្នុងសម័យនេះបងប្អូនទាំងអស់គ្នាមានចំណេះដឹងហើយមានសម្រស់ទៀតគឺងាយស្រួលនៅក្នុងការរកការងារមែនទែនអញ្ចឹងតិចក៏ដោយច្រើនក៏ដោយសូមថែទាំសម្រស់របស់យើងជាប្រចាំដើម្បីឲ្យសម្រស់របស់យើងនៅតែស្អាតឲ្យស៊ីជាមួយនឹងអាយុរបស់យើងហើយសម្រស់របស់យើងគឺជាមន្តស្នេហ៍ដែលជួយទាក់ទាញមិនថាតែការងារឬក៏ប្រាក់ចំណូលរបស់យើងទេចំណុចទី3កុំភ្លេច upgrade ខ្លួនឯងគឺក៏ធ្វើខ្លួនឯងកាន់តែប្រសើរឡើងមិនថាតែចំណេះដឹងជំនាញឬក៏ភាសាទេបើសិនជាបងប្អូនរកឃើញថាខ្លួនឯងនៅខ្សោយនៅត្រង់ចំណុចណាបងប្អូនគួរតែហ៊ាននៅក្នុងការសាកល្បងរៀនអ្វីដែលថ្មីដើម្បី upgrade សមត្ថភាពខ្លួនឯងទៅមួយកម្រិតទៀតបើសិនជាបងប្អូនទាំងអស់គ្នាខ្សោយបងប្អូនប្រកាសណាស់គឺបងប្អូននឹងដើរខូចគេហើយក៏តែបើសិនជាបងប្អូនមានចំណេះជំនាញច្រើនហើយចេះច្បាស់ទៀតគឺបងប្អូនទាំងអស់គ្នាងាយស្រួលនៅក្នុងការរកការងារធ្វើហើយក៏សម្បូរទីផ្សារនៃការងារផងដែរចំណុចសំខាន់ទី4បើសិនជាបងប្អូនចង់បានចំណូលថ្មីបងប្អូនគួរតែមានជំនាញថ្មីហេតុអីបានខ្ញុំនិយាយអញ្ចឹងពីព្រោះជំនាញថ្មីគឺអាចស្រូបយកចំណូលថ្មីហើយហ៊ានសាកល្បងនៅក្នុងការធ្វើអ្វីដែលថ្មីបើទោះបីជាលទ្ធផលចេញមកបែបណាក៏ដោយប៉ុន្តែហោចណាស់ក៏យើងទទួលបានបទពិសោធន៍ថ្មីដែរការសាកល្បងអ្វីដែលថ្មីគឺនឹងធ្វើបងប្អូនទាំងអស់គ្នាដឹងនិងអាចរកឃើញអំពីទេពកោសល្យក៏ដូចជាសមត្ថភាពខ្លួនឯងកាន់តែច្រើនប៉ុន្តែហាមដាច់ខាតកុំដាក់ដែនកំណត់ទៅលើសមត្ថភាពខ្លួនឯងដែលគិតថាខ្លួនឯងធ្វើមិនបានក្នុងលោកពេលដែលបងប្អូនអត់ទាន់សាកល្បងអញ្ចឹងគួរតែសាកល្បងបើសិនជាបងប្អូនទាំងអស់គ្នាមានឱកាសគ្រប់គ្រាន់នៅក្នុងការបញ្ចេញពីសមត្ថភាពរបស់បងប្អូនអញ្ចឹង4ចំណុចនេះគឺជាការចែករំលែកជូនពីខ្ញុំបងប្អូនទាំងអស់គ្នាមានចំណុចអីផ្សេងទៀតអាចធ្វើការ comment នៅខាងក្រោមវីដេអូមួយនេះបាន